đại khăn ở Tây Tạ sầm mày du một hồi lọt miên mua thả ai chỉ rẻ vật tây đại chỉ chừng này mùi khăn buôn mẹ ha đại tỷ đại lọt ao dịch đầy từ chợ được chủ trong buông mà xung được vềเลยชนีขังคราวแม่ตีมีไอมีเพียบมากมายในเปลี่ยนกอสาวไทยดาวรุ่งโรจน์ขนมอาศัยจากการบางรายสายเรียวรอเคยบางแนวโบราณวัตถุในออสดองตุประเทศกรมสาวไทยมีไอสำนักพระบรมศาสดาพระสัมมาสัมพุทธบ้านตรงกงในอากาศเลียเชียวมาภัยวสาจราเจียงตีโดยใจจังอ๋อพระองค์บ้านอาศัยกรมสาวไทยจิตตีประกาศเล่าในจักรใดสกดอภาษาจำพวกไว้ในยานิโกรอบจำนวนมันบ้านเนี่ยสาวไทยจิตชาได้ประจำเล่าได้พร้อมสิ่งเดียวกันได้บ้านโจดาสกเตหายไอเรื่องนี้เปลี่ยนนกสาวไทยบางคลายเชียนกในอัตตาจะหาวิเมียนปราสาทเรียชมนตรีเตเวลัยบางคลายจะดงอัดรอกประจักษ์เมียนสาวไทยคลอดประเกรงได้สำเร็จจากประมวยนังบริบูได้สุดท้ายก็หับเอาได้สามนาเปรียมเป็นเนเจนังประเจชนกรุบวันนาบ้านเราลับคลายจิบเรย์ระหายทางจิตตีทัดเนื้อเราบอกไปสายหนึ่งสับเรย์เราบอกนาการไหลเราบอกนุ๊กเราเมนเราหลุดเตยนี่เชื่อกำปูเปียเปรียมประดายในตะกุดกรองสาวไทยบานการดังหายนั่งเราหลุดเตยหายตามสับเพียบระบอบสังขารแต่ขนมอัตตาการชาวไทยเจียดโดนการในนิเดียนครบประเภทให้เรื่องแปรพิโคปในจอได้นำสายจูนอ้อลูกในสระขนมเปนี้ทรงจับดาวตรมพิกรองชาวไทยนี้ต่อเติมทรงปริมาเต็มนายจับดังช่องจะเจียสระต่อเติมน้องเวลีไอในนี้ไม่เรียแน่ๆนู่สุเกียรติโกนเยอะจบไปเลยขนมใส่หายหมอกตัวโกนเยอะต่อปุกไม้โกนทรงกราบประนามบัตหล่อไอ้โกนเงือบม้าโกนประมาได้สุเกียรติโกนเดี๋ยวเรียนในตะการเสลาดอกฉน้ำเรียนสิกระไรลงบ้าขนาดกลางตีแม่วิประยับแต่ตัวโกนนี้เติมหมอกปีฮอนป้าดำบงโกนเตยไฟหมุกลมแต่ฟองต้นนะตาโกนจุดไฟหมุกลมแต่ฟองแม่นหายปุกหนึ่งหมายบ้านในมุนประซองจุดบนปีรอยหาสับอ่องดังไปปลอกปรุงพุทธมุนอ่อยโกนนะหมอกบ้านปุกไม้สักเกกามิจารุเกสัตตะเอจันทะเลเยันเอติเปยาเปจันยามจารวันจานเกหวานามเกตั้งสุดที่ถ้าถึงดีชัวร์นิ้วแต่นอกจากชุดคุ้มกันนะไม่หายตัวง่ายดีมีโทษสุดท้ายมันใกล้ชนะกับฮับประเดี๋ยวต้องตีกระดาษแต่ในตัวรุ่นที่ทีอย่างไปแต่ตัวโทษจบปุ๊บนั้นจุดนี้ชู้หรือเปล่ารู้แล้วออกหายเขาตัดขาดแล้วจะไปมันหายคนชู้
ល្អណាស់ខ្ញុំមិនជាក្រុមពីរដែលសុខពីឯងណែបើសិនជាលោកបានឡើងទៅអីទីណាក៏ទឹកខ្ញុំណាក្មួយលោបានទៅចិត្តហ្នឹងមានទេបាទគុំគុំណែគុំប្រកបខាងនេះនេះគឺមហាសេដ្ឋីសុខលោកគ្រូវត្តកូនជំរាបសួរលោកគ្រូសុខខ្ញុំគឺជាកូនប្រុសរបស់លោកហើយនឹងលោកវត្តតានឹងហើយកូនប្រុសរបស់ខ្ញុំមិនគ្នា10ឆ្នាំកូនរបស់លោកសូមមកសន្ធឹកតែម្ដងណែហើយនៅខាងឆ្វេងដៃខ្ញុំនេះគឺកូនស្រីរបស់ខ្ញុំនាងពូសុំតារីជំរាបសួរអង្គប្រុសហើយនឹងបងសុជាតិកូនឯងទៅកូនសុនតារីឈ្មោះរបស់នាងពិតជាគឺសំនឹងរូបវានេះសុជាតិកូនមិនได้កំភ្លេចខាងណាតែមុខទៀតណាកូនបានទៅពុកសិនតែកូនបើស្បតែរឿងប៉ុណ្ណឹងមិនចាំបាច់លំបាកចិត្តបាយក៏តិចទឹកក៏តិចប្រហែលថ្ងៃកូនកូនប្រុសតែគ្រាន់តែប៉ុណ្ណឹងសោះមិនក៏មិនប្រាប់ពុកម៉ែភ្លាមមកសុខចិត្តទៅគួយលំបាកចិត្តយកដៃច្រត់ចង្ការកូនប្រុសនេះអរគុណសូមទោសណាពុកម៉ែធ្វើមិនដេចបើកូនចោះចម្ពាក់នឹងនាងតែកូនគិតថាកូននៅវ័យក្មេងពេកដូច្នេះហើយទើបមិនបានប្រាប់ពុកម៉ែពីដំបូងម៉ែជឿថាគេមិនបដិសេធនោះទេប្រសិនបើយើងដណ្ដឹងនាងសុន្ទរីនោះមែនហើយព្រោះថាលោកសុធនហើយនឹងគ្រួសារយើងគឺជាមិត្តនឹងគ្នាយូរមកហើយមែនហើយកូនប្រុសម្ដាយនៅកំឡោះហោះតែឯរូបសម្បត្តិក៏ស្រស់សង្ហាម្យ៉ាងទៀតកូនជាកូនប្រុសតូលនៅក្នុងគ្រួសារយើងទៀតផងទ្រព្យសម្បត្តិទាំងឡាយអស់អំណះពីឪពុកម្ដាយទៅនឹងបានទៅលើកូនហើយចំណេះវិជ្ជារបស់កូនក៏មានមុតមមហំហួនល្មមតែនឹងអាចរក្សាខ្លួនកូនប្រពន្ធបានបើដូច្នេះពុកម៉ែជឿថាគេមិនបដិសេធនឹងកូនទេណាកូនសង្ឃឹមថាយ៉ាងណាទៅចុះប៉ុន្តែកូនត្រូវមានលក្ខខណ្ឌជាមួយពុកមួយសិនណាមានរឿងអីទៀតហើយឪវាគឺថាកូនត្រូវចូលកាន់ភ្នោះបួសក្នុងព្រះពុទ្ធសាសនាយ៉ាងហោចឲ្យបានមួយវស្សាសិនមែនហើយកូនតន់ព្រះពុទ្ធលោកគង់ប្រជញ្ញនៅពោលតែបួសដើម្បីចំនិស័យក្នុងព្រះពុទ្ធសាសនាណាកូនបានពុកម៉ែកូនយល់ព្រមព្រោះចិត្តខ្ញុំក៏មិនទាន់តក់ក្រហល់ជ្រមុលពលជ្រមុជអន្ទះអន្ទែងនឹងរឿងស្នេហារហូតអត់ទ្រាំមិនបាននោះទេពិតមែនតែខ្ញុំស្រឡាញ់យ៉ាងខ្លាំងនៅនាងសន្តិរីក៏ដោយខ្ញុំក៏នៅក្មេងដែរអាយុជាង20ឆ្នាំប៉ុណ្ណោះអាយុ22 23ឬ24 25សមមានគ្រួសារក៏ល្អដែរឲ្យតែនាងសន្តិរីបានជាភរិយាខ្ញុំក្នុងអនាគតទៅបានហើយកូននិយាយល្អហើយពុកម៉ែចង់ឲ្យកូនបានទទួលការអប់រំតាមរយៈព្រះពុទ្ធសាសនាព្រោះថាព្រះពុទ្ធសាសនាគឺជាមូលដ្ឋាននៃការប្រព្រឹត្តកាយវិជ្ជាចិត្តឲ្យស្ថិតនៅក្នុងផ្លូវត្រឹមត្រូវទាំងជាគោលគំនិតក្នុងការកសាងសាងខ្លួនឲ្យបានជួបជុំនឹងប្រយោជន៍ត្រជាត្រជុំខ្សែមខ្សានក្នុងជីវភាពរស់នៅពុកម៉ែនឹងទៅដណ្ដឹងនៃសុន្ទរីឲ្យកូននៅថ្ងៃស្អែកនេះសន្តិរីប្អូនបងរវល់តែទៅរៀននៅឯតកសិលាមិនដែលមានពេលបានទៅដំណើរជាមួយនឹងនារីណាឡើយពីមុនមកខ្ញុំឆ្ងល់ណាស់តកសិលានៅណាទៅបងអូតកសិលាហ្នឹងជាឈ្មោះរាជធានីមួយដ៏ល្បីល្បាញនៃរដ្ឋគុនធារៈព្រោះមានសាលាអាចារ្យទីសាបម៉ោកដែលមានមហាសាស្ត្រាចារ្យសម្រាប់បង្រៀនសាស្ត្រវិទ្យា
និងសាស្ត្រវិទ្យាចំពោះនិស្សិតទាំងឡាយពួកយើងហៅគ្រូបង្រៀននោះថាអាចារ្យទីសាបម៉ោកឬទីសាបម៉ោកអាចារ្យអ្នកប្រទេសដទៃមានអ្នកនគរពរិណសីសាវត្ថីវេសាលីជាដើមទាំងក្សត្រព្រាហ្មណ៍សិទ្ធិកហបតីធំនិយមបញ្ជូនបុត្រធីតាឲ្យទៅសិក្សានៅក្រុងតកាសិលាក្នុងសំណាក់អាចារ្យទីសាបម៉ោកនោះកុលបុត្រទាំងឡាយអាចជ្រើសរើសវិជ្ជាមួយមុខឬច្រើនមុខតាមចំណង់សម្រាប់សិក្សាបានព្រោះលោកសាស្ត្រាចារ្យអាចបង្រៀនវិជ្ជាគ្រប់ផ្នែកដោយគ្មានទិសដៅចាំនៅទីនោះប្រហែលមានមនុស្សច្រើនហើយមែនទេបងមែនហើយបងអូនមានមនុស្សច្រើនណាស់គឺក្រុមជារៀបចំតែពួកគេសិនណាស់ទៅបងក្រោយពីបញ្ចប់ការសិក្សារបស់ខ្លួនហើយកុលបុត្រទាំងឡាយក៏ត្រឡប់ទៅកាន់ប្រទេសជាតិមាតុភូមិរបស់ខ្លួនវិញហើយបានទទួលមុខនីតិតាមសមត្ថភាពរបស់ខ្លួនខ្លះជាព្រះរាជបុត្រក៏បានទទួលតំណែងជាមហាឧបរាជឬបើជារាជទាយាទក៏បានទទួលរាជាភិសេកជំនួសព្រះបិតាកុលបុត្រនិស្សិតក្រៅពីនេះខ្លះបានជារដ្ឋមន្ត្រីខ្លះជាមេទ័ពនាយកងខ្លះជាសាស្ត្រាចារ្យខ្លះជាវិស្វករស្ថាបត្យកររចនាករខ្លះជារាជបុរហិតបណ្ឌិតហោខ្លះជាវិជ្ជបណ្ឌិតខ្លះក៏យកវិជ្ជាមកពង្រឹងពង្រីកកិច្ចការជាគេមរតកឲ្យចម្រើនឡើងនិងតាំងខ្លួននៅក្នុងកិត្តិយសគេឈ្មោះពីរស់ល្បីចាស់បងវិញបានរៀនចេះអីខ្លះ10ឆ្នាំកន្លងមកនេះបងខិតខំសិក្សាណាស់បងបានជ្រើសរើសគណនាសិប្បៈគឺសិល្បៈឬវិទ្យាក្នុងការគិតតាមលេខគណិតសាស្ត្របងខំរៀនផ្នែកនេះណាស់គឺខំរៀនដោយយកចិត្តទុកដាក់រហូតមានចំណេះជំនាញជាពិសេសក្រៅពីគណិតសាស្ត្របងក៏សិក្សាសម្រាប់នឹងប្រើការបានដែរនៅវិជ្ជាដទៃទៀតដូចជាធនុសិប្បៈគឺវិជ្ជាក្នុងការបាញ់ព្រួយសង្ខារអ្នកសិប្បៈគឺវិជ្ជាក្នុងការពិចារណាដោយប្រាជ្ញាក្នុងឧបទេសគឺនយោបាយការវយៈសិប្បៈវិជ្ជាក្នុងការភ្លោងលោកាយតសិប្បៈគឺវិជ្ជាក្នុងផ្លូវលោកមានវិជ្ជាពេទ្យខត្តវិជ្ជាសិប្បៈគឺវិជ្ជានីតិធម្មសាស្ត្រយុទ្ធសាស្ត្រទាំងអស់នេះហើយគឺជាវិជ្ជាដែលបងបានរៀនចេះចាំយ៉ាងម៉េចដែរបងចេះប៉ុណ្ណឹងតើអាចចិញ្ចឹមប្អូនរស់បានទេខ្ញុំមិនដឹងទេបងខ្ញុំនឹងសុខម៉ែថាបងត្រូវបួសមួយវស្សាសិនតើមែនទេមែនហើយប្អូនបងត្រូវបួសដើម្បីអប់រំកាយវិជ្ជាចិត្តបងឲ្យស្អាតបរិសុទ្ធសិនចាំមួយវស្សាក្រោយបងនឹងក្លាយជាស្វាមីដ៏ល្អរបស់ប្អូនជាមិនខានមិនប្រមាណថ្ងៃក្រោយមកខ្ញុំក៏បានឧបសម្បទាជាភិក្ខុតាមពុទ្ធវិន័យថ្វាយបង្គំខ្ញុំបានធ្វើវត្តបដិវត្តចំពោះព្រះមហាថេរៈជាឧបជាហើយប្រាំសិក្សានៅធម៌វិន័យពីសំណាក់លោកដោយខ្ញុំធ្លាប់សិក្សាវិជ្ជាផ្លូវលោកមកហើយលុះមកសិក្សាព្រះពុទ្ធសាសនាក៏ប្រកបដោយហេតុផលពិតក៏ឆាប់យល់ច្បាស់ចេះចាំនាំឲ្យរឹតតែគ្រឹះស្វាងចំពោះវិជ្ជាដែលខ្ញុំធ្លាប់សិក្សាមកហើយថែមទៀតរងរាំទេសនាសេចក្តីរីករាយសប្បាយនិងភេទសមណៈព្រមទាំងបានក្រៀមរសជាតិព្រះធម៌នាំឲ្យខ្ញុំមិនស្ថិតក្នុងភាសាទី1នោះទេខ្ញុំនៅមួយភាសាទៀតដោយតាំងចិត្តនិងស្ថិតនៅរដូវប្រាំងព្រោះខ្ញុំមិនបានបួសដោយតាំងចិត្តដើម្បីស្វែងរកមគ្គផលជាពិសេសទេបួសដើម្បីជាឧបនិស្ស័យនិងតាមបំណងរបស់មាតាបិតាតែទោះយ៉ាងណាក៏ដោយក្នុងរយៈ2វស្សានេះខ្ញុំខំសិក្សាប្រតិបត្តិយ៉ាងត្រឹមត្រូវនិងបានសេចក្តីស្ងប់សុខយ៉ាងច្រើនអា
ចិត្តជាប្រតិជននៅតែងាករេបែរទៅរកការបារម្ភម្ដងខ្ញុំប្រុងប្រៀបដោយកំណត់ថ្ងៃចាកសិក្ខាបទហើយលោកកូនណែលោកកូនប្រុងនឹងលាចាកសិក្ខាបទនៅថ្ងៃស្អែកនេះមែនទេមែនហើយញោមអាត្មាកំណត់ថ្ងៃលាសិក្ខាបទនៅស្អែកនេះហើយណែខ្ញុំកណ្ដាលមានរឿងចង់និយាយប្រាប់លោកកូនតើញោមមានរឿងអ្វីទៅរឿងវាណែគឺសុន្ទរីតើសុន្ទរីនាងយ៉ាងម៉េចគឺណែសុន្ទរីនាងបានលួចមានទំនាក់ទំនងនឹងសេដ្ឋីបុត្រផ្សេងទៀតហើយបានជ្រុលជ្រុះលួចលាក់រុំរាក់រហូតដល់មានផ្ទៃពោះទៅហើយណាលោកកូនលោកកូនគុំមានទឹកមុខស្លេកស្លាំងពេកខ្ញុំក៏ដើរភ័យណាស់ណាសុន្ទរីហេតុអ្វីក៏នាងធ្វើដូច្នេះខ្ញុំក៏ណានាំដំណឹងមកតែប៉ុណ្្នឹងទេសេចក្តីទុកក្រៀមក្រំនេះបាននាំញីចិត្តខ្ញុំជាច្រើនថ្ងៃខ្ញុំខំយកពុទ្ធអាវាទមករំលត់រំលាយក៏បានរសាយខ្លះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងនៅកាន់ភេទបព្វជិតរហូតអស់មួយជីវិតហើយនឹងចេញចាកពីក្រុងសាវត្ថីធ្វើបុណ្យចរបន្លប់ទុកនេះទាល់តែអស់ទុកព្រួយសឹមត្រឡប់មកវិញដូច្នេះខ្ញុំក៏ផ្ដើមធ្វើដំណើរចេញពីក្រុងសាវត្ថីក្នុងថ្ងៃព្រឹកឡើងដែលខ្ញុំនឹងរៀបរាប់ឲ្យស្ដាប់ដូចតទៅ